ចានិយាយពីអ្នករស់ស៊ីមានមុខរបរមុខជំនួញអាជីវកម្មខ្លួនឯងនៅផ្ទះចឹងស្រួលណាចង់បើកលក់ស្មើណាក៏បានចង់មិនលក់ក៏បានជាមុខរបររបស់ខ្លួនឯងអីចឹងណាអត់ដូចអ្នកធ្វើការអ្នកធ្វើការឲ្យគេគឺដឹងតែបលឹមចេញប្លុកចូលចាហ្នឹងហើយបងប្អូនអរគ្នាថ្ងៃហ្នឹងមកចង់និយាយតពីវីដេអូមុនតិចរឿងអ្នករស់ស៊ីក៏ដូចជាអ្នកធ្វើការអីចឹងណាចានិយាយទៅខ្ញុំនិយាយពីការងាររត់ស៊ីរបស់ខ្ញុំផ្ទាល់តែហ្មងទៅបងប្អូនអរគ្នាដោយសារមានបងប្អូនមួយចំនួនដែលគាត់ជាអ្នកធ្វើការក៏ឃើញខ្ញុំរត់ស៊ីអញ្ចឹងគាត់ថាស្រួលជាងគាត់ធ្វើការអត់ដូចគាត់ទេធ្វើការគ្មានពេលនៅផ្ទះគ្មានពេលមើលថែកូនបលឹមចេញប្រឡប់ចូលអីចឹងណាថាខ្ញុំហ្នឹងអ្នករត់ស៊ីអឺមុខរបរខ្លួនឯងចឹងចង់បើកលក់ស្មើណាក៏បានមិនបើកលក់ក៏បានហ្នឹងហើយបងប្អូនអរគ្នានិយាយទៅអ្នករត់ស៊ីដឹងថាជាមុខរបររបស់ខ្លួនឯងហើយចង់យើងបើកលក់ក៏បានមិនបើកលក់ក៏បានប៉ុន្តែអ្វីដែលសំខាន់បើយើងអត់បើកលក់គឺអត់ចំណូលចូលដែរអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងមិនថានឹងទោះបីជាការងាររកស៊ីខ្លួនឯងក៏ដោយបើយើងមិនប្រឹងយើងមិនរកក៏គ្មានចំណូលគ្មានលុយចូលដែរអញ្ចឹងយើងតតែយើងប្រឹងតតែយើងរកបានមានចំណូលបានមានលុយចូលតែអញ្ចឹងណាហើយដូចមុខរបរខ្ញុំរាល់ថ្ងៃហ្នឹងអញ្ចឹងណាបងប្អូនអរគ្នាពេលខ្លះឃើញនៅតែផ្ទះលក់អនឡាញធ្វើតាបងរៀបអីវ៉ាន់រៀបអីឲ្យគេអត់នឿយអត់ពិបាកទៅធ្វើការឲ្យគេអញ្ចឹងឃើញថាស្រួលតែបើសម្រាប់បងប្អូនអ្នកធ្វើការដឹងតែយ៉ាងព្រលឹមចេញលុបចូលតែចង់និយាយថាការងារខ្ញុំរាល់ថ្ងៃពេលខ្លះសំបីតែពេលហូបបាយគ្មានពេលទាំងហូបផងហើយដូចបងប្អូនដែលធ្វើការដល់ម៉ោងបាយគឺដឹងតែត្រូវចាញ់ហូបបាយអញ្ចឹងណាហើយដល់ម៉ោងធ្វើការឲ្យគេធម្មតាអញ្ចឹងហើយសៅរ៍អាទិត្យអីមានពេលសម្រាប់មានពេលអីតែសម្រាប់ខ្ញុំអ្នករស់ស៊ីគឺគ្មានពេលសៅរ៍គ្មានពេលអាទិត្យទេបើត្រូវតែគេទិញត្រូវគេកំងថ្ងៃអាទិត្យក៏លក់សៅរ៍ក៏លក់និយាយទៅចាប់ដល់អាទិត្យគឺការងាររហូតអត់មានពេលសម្រាប់ទេហើយបើនិយាយពីរឿងបាយវិញពេលខ្លះធ្វើបាយធ្វើម្ហូបឆ្អិនហើយគ្មានពេលទាំងហូបបាយថ្ងៃត្រង់ជួនកាលម៉ោង1ម៉ោង2រសៀលអីចឹងទៅបាយពេលល្ងាចជួនកាលមកឆ្លងថ្ងៃអីម៉ោង11 12ជួនកាលម៉ោង1យប់អីក៏មានដែរបងប្អូនអរគ្នានឹងនិយាយពីការងារខ្ញុំរាល់ថ្ងៃហើយបើពេលគេញ៉ៃវ៉ាន់ជួនកាលម៉ោង1ម៉ោង2ពេលខ្លះឈានដល់ម៉ោង3អីក៏មានដែរហ្នឹងហើយបងប្អូនដែលអ្នកធ្វើការខ្ញុំឃើញតែល្ងាចឡើងម៉ោង7ជាងម៉ោង3អីគាត់ចូលសម្រាប់ចូលគេងហើយតែសម្រាប់ខ្ញុំអ្នករស់ស៊ីម៉ោង9ម៉ោង10អីហ្នឹងពងតែពេញរៀបចំអីវ៉ាន់បងជូនបងមួយតាមខេត្តដាក់ក្រុមហ៊ុនរយៈបុណ្យធម្មអីចឹងណាចឹងអត់មានពេលសម្រាប់ទេបងប្អូនទាំងអស់គ្នាកុំគិតថាធ្វើការខ្លួនឯងស្រួលគឺមិនស្រួលទេហើយសំខាន់យកលុយទៅទិញអីវ៉ាន់គេទៀតបើយើងអត់មានដើមទុនអត់មានលុយទៅទិញគេមានអ្នកណាគេឲ្យយើងជាពាក់ទេចឹងអ្នករស់ស៊ីគឺប្រើទាំងកម្លាំងប្រាជ្ញាដូចជាពេលវេលានិងដើមទុនយកលុយទៅបោះទុនដើម្បីទិញអីវ៉ាន់គេយកមកលក់ដើម្បីបានផលចំណេញខ្លះចឹងណាបងប្អូនអរគ្នាហើយពេលខ្លះអីវ៉ាន់យកមកលក់ហើយអីវ៉ាន់ខ្លះគឺលក់អត់ចេញនៅកប់ស្តុកនៅហួសដលេហើយដល់ពេលអីវ៉ាន់ហួសដលេខូចមានតែបោះចោលអាហ្នឹងឃើញថាខាតមកចំណុចទៀតទៅអ្នករស់ស៊ីហើយដូចខ្ញុំផ្ទាល់មុននឹងឈានមកដល់ចំណុចហ្នឹងធ្លាប់កាលមុនអត់ទាន់ស្គាល់អីវ៉ាន់អត់ទាន់អីចេះតែឃើញគេលក់ផ្ទុះអីកាត់នឹងផ្ទុះអីកាត់នឹងមានណាយកលុយយកដើមទុនយើងទៅបោះទៅទិញមកពេលខ្លះអីវ៉ាន់ខ្លះយកមកលក់អត់ចេញនៅកប់លុយកប់ដើមនៅនឹងដល់ពេលយើងទុកយូរទៅហូដឺលេមានតែប្រម៉ូបោះចោលអញ្ចឹងឃើញថាខាតអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងគុំគិតថាអ្នករត់ស៊ីស្រួលជាងអ្នកធ្វើការឲ្យគេបងប្អូនអរគ្នានិយាយទៅអ្នករត់ស៊ីអត់ស្រួលជាងអ្នកធ្វើការឲ្យគេទេអ្នករត់ស៊ីត្រូវការទាំងបទពិសោធន៍បកមានបទពិសោធន៍រត់ស៊ីពេលខ្លះរត់ស៊ីខាតតែជាពិសេសគឺត្រូវការដើមទុននឹងហ្មង